សួស្តីបងប្អូនអរគ្នាថ្ងៃនេះមកបង្ហាញពីរបៀបធ្វើទឹកជ្រលក់តៅហ៊ូអាំងពីហាងរបស់ខ្ញុំសម្រាប់ទឹកជ្រលក់នឹងដែរគឺខ្ញុំធ្វើរាល់ថ្ងៃកិនថ្មីរាល់ថ្ងៃបងអូនអត់ធ្វើទុកទេហើយសម្រាប់គ្រឿងផ្សំក៏ខ្ញុំប្រើសុទ្ធតែរបស់ស្រស់ទាំងអស់ដូចជាក្រូចឆ្មានិងម្ទេសក្រូចឆ្មាខ្ញុំអត់យកទឹកក្រូចឆ្មាទេព្រោះវាអត់ឆ្ងាញ់ជាដំបូងយើងត្រូវយកក្រូចឆ្មាទៅលាងទឹកសិនសម្រាប់ក្រូចឆ្មាគឺខ្ញុំប្រើម្ដងច្រើនណាបងអូនដោយសារខ្ញុំកិនរៀងច្រើនហើយធានាអនាម័យជូនមុនធ្វើគឺយើងបានលាងពី3ទឹកស្អាតបាតញ៉ាំដោយទំនុកចិត្តតទៅពីយើងលាងរួចហើយយើងយកវាមកកាត់ហើយគៀបយកទឹកថ្មីយើងអត់គៀបទុកដូចគ្នាបងអូនតែណាតែគៀបទុកក៏វាអត់សូវឆ្ងាញ់ដែរវាអត់សូវមានក្លិនឈ្ងុយយើងគៀបរួចហើយគៀបក្រូចឆ្មារួចហើយយើងយកម្ទេសទៅលាងសម្រាប់ម្ទេសគឺខ្ញុំប្រើម្ទេសអាចសាត់បងអូនហើយក៏លាងមុននឹងធ្វើក៏យើងលាងពី3ទឹកដូចគ្នាធានាអនាម័យជូនបង្ហាញបងអូនឲ្យមើលជាក់ស្ដែងហើយម្ទេសក៏ខ្ញុំប្រើច្រើនដែរបងអូនដោយសារខ្ញុំកិនច្រើនលក់ដាច់រាល់ថ្ងៃបន្ទាប់ពីយើងលាងម្ទេសនិងក្រូចឆ្មាច្របាច់ក្រូចឆ្មារួចអស់ហើយគ្រឿងផ្សំយើងមានដូចជាម្ទេសអាចសាតទឹកក្រូចឆ្មាទឹកត្រីហើយនិងកាពិហើយស្ករសហើយនិងប៊ីចេងបងអូនជាដំបូងយើងត្រូវដាក់កិនស្ករសជាមួយកាពិហើយនិងទឹកត្រីសិនបងអូនហើយសម្រាប់ការកិននឹងដែរយើងអាចដាក់ទឹកត្រីចូលមុនក៏បានដែរបងអូនដោយសារតែបើយើងដាក់ស្ករសចូលមុនដូចខ្ញុំអញ្ចឹងច្រឡំដាក់ស្ករសចូលមុនអញ្ចឹងវាពេលយើងកិនពិបាកដោយសារម៉ាស៊ីនហ្នឹងយើងត្រូវការកិនទឹកអញ្ចឹងយើងត្រូវការយកស្លាបព្រាតកូរវាអញ្ចឹងបងអូនអាចដាក់ទឹកត្រីចូលមុនហើយដាក់ស្ករសចូលហើយនិងកាពិអញ្ចឹងយើងកិន3មុខចូលគ្នាតោះមកយើងចុចកិនវារហូតដល់វាអាលាយស្ករនិងកាពិនឹងចូលគ្នាកិនរៀងយូរដែរបងអូនប្រហែលជា5នាទីកិនវាតលតែវាអាលាយចូលគ្នាបែកសបែបហ្នឹងហើយយើងយកវាមកចាក់ចូលធុងម្ដប់បន្ទាប់ពីយើងកិនក្រូចឆ្មាហើយបន្ទាប់ពីយើងកិនស្ករសហើយនឹងទឹកត្រីហើយយើងចាក់វាចូលម្ដងហើយយើងមកកិនម្ទេសម្ដងបងអូនសម្រាប់ម្ទេសនឹងដែរគឺយើងកិនជាមួយនឹងក្រូចឆ្មាហើយនឹងប៊ីចេងយើងដាក់ម្ទេសចូលមកហើយដាក់ប៊ីចេងបន្ទាប់មកយើងដាក់ទឹកក្រូចឆ្មាដើម្បីកិនវាហើយសម្រាប់ម្ទេសនឹងដែរការកិនបងអូនចូលចិត្តបែបឲ្យវាបែកម៉ត់ខ្លាំងបងអូនកិនឲ្យយូរបន្តិចបើបងអូនអត់សូវចូលចិត្តបែកខ្លាំងទេក៏យើងកិនបែបល្មមថាយើងចូលចិត្តប៉ុណ្ណាយើងឈប់កិនវាប៉ុណ្ណឹងទៅហើយចាក់ចូលគ្នាជាមួយនឹងគ្រឿងដែលយើងកិនហើយម្សៅមិញហ្នឹងយើងកិនទាល់តែអស់ហើយយើងចាក់ចូលគ្នាចាក់ចូលគ្នាឲ្យបងអូនកុំភ្លេចសំខាន់បំផុតគឺយើងកូរវាឲ្យសព្វដើម្បីឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ឲ្យវាសព្វគ្នាអញ្ចឹងសម្រាប់ទឹកជ្រលក់យើងហើយជាស្រេចហើយបងអូនងាយបងអូនជំរាបថាទឹកជ្រលក់ឥឡូវយើងមានលក់ដែរសម្រាប់បងអូនដែលចូលចិត្តទឹកជ្រលក់ពីហាងប៉ែតតាហ៊ូអាំងបងអូនអាចកំងទៅញ៉ាំនៅផ្ទះបានឬក៏បងអូនអ្នកនៅតាមឆ្ងាយអីអត់បានមកហាងអីនៅតាមខេត្តផ្សេងអីអាចកំងបានណាហើយសម្រាប់រសជាតិយើងបានអាប់ដេតថ្មីគឺយើងធ្វើមាន2ម៉ូតហឹលហើយនឹងអត់ទៅហឹលដោយសារពីមុនមកបងអូនតែនិយាយថាអូយទឹកជ្រលក់ហឹលខ្លាំងណាស់អញ្ចឹងញ៉ាំអត់កើតសម្រាប់អ្នកដែលអត់ទៅចូលចិត្តញ៉ាំម្ទេសញ៉ាំអីគឺអាចកំងអត់ទៅហឹលបានណាគឺយើងមានធ្វើឲ្យឥឡូវហើយសម្រាប់រូបរាងវាគឺដូចគ្នាទេបងអូនគ្រាន់តែថាយើងប្រើម្ទេសផ្សេងគ្នាអញ្ចឹងវា
រសជាតិអត់ហឹរដូចគ្នាទេបងអូនអ្នកដែលអត់ចេះញ៉ាំហឹរក៏អាចញ៉ាំទឹកជ្រលក់នៅហាងប៉ែតតាហ៊ូអាំងយើងបានដែរឥឡូវ